សូមជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានិងបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះហើយវីដេអូនេះគឺខ្ញុំបង្ហាញអំពីមុខងារសម្រាប់ប្រព័ន្ធគ្រប់គ្រងបន្ទុកសាស្ត្រសម្រាប់ឆ្នាំថ្មីនេះវាមានការបន្ថែមនៅប្រព័ន្ធមួយចំនួនដូចជាបន្ថែមសភៅសិក្សាគឺរឹកបន្ថែមមកផែនការសិក្សារបស់សិស្សហើយនិងរបាយការណ៍គ្រូបន្ទុកថ្នាក់បាទអញ្ចឹងខ្ញុំសូមណែនាំអំពីមុខងាររបស់វាមួយចំនួនថានឹងមានអីខ្លះអញ្ចឹងដំបូងនេះគឺមានតារាងដើមឆ្នាំបាទនៅក្នុងតារាងដើមឆ្នាំនេះវាមានវេនសម្អាតបាទហើយមានរចនាសម្ព័ន្ធសាខាមានកាលវិភាគហើយមានបញ្ជីសារពើភ័ណ្ឌប៉ុណ្ណឹងមកយើងចាក់ចេញយើងនៅក្នុងប៊ូតុងសេចនិងបញ្ជីផ្សេងនេះវាមានតារាងសេចគឺសេចអាយុដើមឆ្នាំមានបញ្ជីស្រង់បន្ទុកតាមខែសម្រាប់ print ឲ្យលោកគ្រូអ្នកគ្រូមានបញ្ជីស្រង់បន្ទុកគ្រប់ខែសម្រាប់យើង print ទៅគឺប្រើពេញមួយឆ្នាំហើយបន្ទាប់មកគឺនៅក្នុងខែនីមួយនេះគឺមានតារាងជាច្រើនទៀតអញ្ចឹងយើងចូលទៅមើលក្នុងខែមួយបាទអញ្ចឹងនៅក្នុងខែនេះវាមានបញ្ជីបន្ទុកសិស្សតាមខែដែលយើងចូលបន្ទុកទៅហើយនៅក្នុងហ្នឹងមានតារាងចំណាត់ថ្នាក់បាទហើយតារាងចំណាត់ថ្នាក់នេះយើងអាចរើសបានទៀតគឺយើងរើសទៅតាមអក្សរក្រមនិងរើសទៅតាមចំណាត់ថ្នាក់ហើយមានតារាងចំណាត់ថ្នាក់មានអវត្តមានហើយនឹងមានតារាងកិត្តិយសបាទហើយបន្ទាប់មកទៀតគឺមានបញ្ជីស្រង់អវត្តមានសម្រាប់តាមខែតែម្ដងអញ្ចឹងនៅក្នុងខែនីមួយនេះគឺមានដូចគ្នាទាំងអស់តែខ្ញុំបង្ហាញតែខែមួយហ្នឹងទេបាទបន្ទាប់មកទៀតគឺវាមានបញ្ជីរីនាមសិស្សvàបញ្ជីរៀននាមសិស្សគឺមាន4បែបទី1ទី2ទី3ទី4បាទអញ្ចឹងយើងចេញទៅទៀតមានបញ្ជីសិលធម៌រស់នៅនេះបាទអញ្ចឹងបញ្ជីសិលធម៌រស់នៅនេះយើងបញ្ចូលមកសម្រាប់ឲ្យវាលោតចូលទៅក្នុងសភៅសិក្សាគិរិកហើយនឹងប្រតិបត្តិបន្ទុកប្រចាំឆ្នាំបន្ទាប់មកទៀតគឺមានបានសម្គាល់ខ្លួនសិស្សបាទនេះដែលយើងអាច print សម្រាប់សិស្សថ្នាក់យើងតែម្ដងបាទហើយបន្ទាប់មកទៀតគឺមានបានសរសើរនេះគឺមានគ្រប់ខែមានតាំងពីខែដែលយើងសិក្សាទី1ទៅរហូតទៅដល់ប្រចាំឆ្នាំអញ្ចឹងមានទាំងខែមានទាំងឆមាសមានទាំងប្រចាំឆមាសមានទាំងប្រចាំឆ្នាំហើយបន្ទាប់មកទៀតគឺមានតារាងកិត្តិយសមានរូបថតបាទចឹងតារាងកិត្តិយសមានរូបថតនេះនៅពេលដែលយើងបានបញ្ចូលរូបថតសិស្សអស់ទៅគឺនៅក្នុងនេះវាលោតរូបថតសិស្សមកនៅខាងលើនឹងតែម្ដងណាបាទហើយតារាងកិត្តិយសមានរូបថតនេះយើងមានគ្រប់ខែនិងគ្រប់ឆមាសដូចគ្នាអញ្ចឹងយើងអាចរើសបានខែដែលយើងប្រឡងមានប្រមាណអញ្ចឹងមកហើយវាមានទាំងប្រឡងឆមាសហើយនឹងប្រចាំឆមាសបាទហើយបន្ទាប់ពីហ្នឹងទៅវាមានមុខងារច្រើនទៀតដូចជាពិនិត្យចំនួនអវត្តមានសរុបនេះវាមានគ្រប់ខែមកតែម្ដងដែលយើងបានបញ្ចូលទិន្នន័យនៅតាមខែនីមួយបានរួចរាល់នេះយើងអាចចូលមកពិនិត្យកន្លែងនេះហើយកន្លែងនេះវាតោងទិន្នន័យនេះចូលទៅក្នុងសៀវភៅសិក្សាគិរិកផងដែរបាទហើយបន្ទាប់មកទៀតទៅវាមានប្រឡងឆមាសទី1ប្រឡងឆមាសទី1នេះគឺមានបន្ទុកប្រឡងឆមាសនេះយើងអាចបញ្ចូលនៅក្នុងទីនេះហើយវានឹងបង្ហាញចំណាត់ថ្នាក់អូតូស្វ័យប្រវត្តិមកហើយអ្វីគឺធ្វើឲ្យយើងស្វ័យប្រវត្តិទាំងអស់បាទហើយនៅក្នុងហ្នឹងដែរគឺមានតារាងចំណាត់ថ្នាក់ប្រឡងឆមាសបាទតារាងចំណាត់ថ្នាក់ប្រចាំឆមាសតារាងហើយមានតារាងចំណាត់ថ្នាក់ប្រចាំឆមាសដែលមានអវត្តមានហើយមានតារាងកិត្តិយសបាទហើយតារាងកិត្តិយសនេះមានកន្លែងនេះយើងរើសជាងប្រឡងឆមាសទាំងប្រចាំឆមាសនៅជាមួយគ្នាបាទហើយដូច្នេះនៅក្នុងនេះគឺឆមាសទី2គឺមានដូចគ្នាvàមានបែបផែនដូចគ្នាគឺមាននៅក្នុងហ្នឹងមានមួយកំភ្លេរបស់វាតែម្ដងបាទហើយបន្ទាប់មកទៀតគឺវាមានផែនការសិក្សារបស់សិស្សសំទោសគឺមានលទ្ធផលសិក្សា
របស់សិស្សតាមខែយើងអាចថាជាសភៅតាមដានការសិក្សាគឺនៅក្នុងហ្នឹងវាមានបង្ហាញតាមសិស្សម្នាក់ៗបាទយើងអាចចុចប៊ូតុងទៅលើក្រោមនេះបានដើម្បីពិនិត្យមើលទៅលើឈ្មោះសិស្សនីមួយៗហើយយើងអាច print ទៅតាមឈ្មោះសិស្សបានហើយយើងអាចចុចម្ដងគឺរក្សាទុកជា PDF គ្រប់ចំនួនសិស្សតែម្ដងក៏បានហើយបន្តមកទៀតគឺមានសភៅសិក្សាវិរៈកន្លែងនេះបាទពេលដែលយើងបញ្ចូលទិន្នន័យក្នុងខែរួចរាល់ប្រចាំឆ្នាំរួចរាល់ទាំងពីរលើកយើងនឹងទទួលបានទិន្នន័យសភៅសិក្សាវិរៈគឺលោតមកក្នុងទីនេះគឺស្វ័យប្រវត្តិទាំងអស់តែម្ដងបាទហើយបន្តមកទៀតទៅមានបន្ទុកប្រចាំឆ្នាំនេះគឺឆ្នាំទី1បូកនឹងឆ្នាំទី2ចែកទាំង2នេះគឺជាបន្ទុកប្រចាំឆ្នាំសម្រាប់ដែលយើងយកចុះបញ្ចូលទៅក្នុងសភៅសិក្សាវិរៈបើសិនជាពីតម្រូវឲ្យយើងសរសេរចូលសភៅហើយមានលទ្ធផលប្រចាំឆ្នាំក្នុងនេះមានលទ្ធផលតាមអក្ខរក្រមហើយក៏មានតារាងចំណាត់ថ្នាក់មានចំណាត់ថ្នាក់មានអវត្តមានហើយមានតារាងកិត្តិយសដូចគ្នាបាទហើយបន្តមកទៀតមកគឺមានផែនការសិស្សនេះគឺយើងចាប់ដើមតាំងពីដើមឆ្នាំទៅម្ល៉េះបាទគឺផែនការសិស្សនេះគឺវាមានរបបវិជ្ជាចឹងមកហើយយើងអាច print អានេះមកគឺទៅតាមសិស្សម្នាក់ៗនេះយើងអាចចុចទៅលើក្រោមនេះបានដើម្បីពិនិត្យមើលសិស្សមួយហើយមួយទៀតយើងអាចឲ្យប្រព័ន្ធនេះគឺវាតោងទិន្នន័យនៅតាមខែនីមួយៗមកបានថាសិស្សជាក់ស្ដែងហ្នឹងដែលគាត់បាទមានផែនការប្រមាណហើយនីតិដែលគាត់ទទួលបានប្រមាណអញ្ចឹងទៅបាទហើយបន្ទាប់មកទៀតមកវាមានបប្រតិបត្តិបន្ទុកបាទបប្រតិបត្តិបន្ទុកនេះគឺមានបែងចែកចេញជា2តែម្ដងបាទបប្រតិបត្តិបន្ទុកនេះគឺសំទោសគឺមានបែងចែកចេញជា3គឺប្រចាំឆ្នាំទី1ប្រចាំឆ្នាំទី2និងប្រចាំឆ្នាំសិក្សាបប្រតិបត្តិបន្ទុកហើយបន្ទាប់មកទៀតមកមានរបាយការណ៍គ្រូបន្ទុកថ្នាក់បាយការគ្រូបន្ទុកថ្នាក់នេះគឺសម្រាប់ថ្នាក់នីមួយៗដែលបង្ហាញពីសិស្សស្រុកប្រមាណស្រីប្រមាណអញ្ចឹងទៅហើយនិទេសតាមថ្នាក់ពី A ដល់ F ហ្នឹងមានប្រមាណអ្នកអញ្ចឹងទៅហើយស្រីប្រមាណហើយគឺជាភាគរយទៀតបាទហើយបង្ហាញថាសិស្សជាប់ប្រមាណធ្លាក់ប្រមាណនិងបោះបង់ប្រមាណហើយក្រោមនេះគឺបង្ហាញអំពីសិស្សដែលធ្វើប្រឡងឡើងថ្នាក់ហើយទីកន្លែងកំណត់គាត់ហ្នឹងនៅកន្លែងណាខ្លះគឺវាចាប់មកទីនេះអូតូហើយវាចាប់មកជួបពាក្យដែលគាត់ធ្លាក់ហ្នឹងបានចំនួនប្រមាណគឺមកទីនេះអូតូតែម្ដងនេះសម្រាប់យើងកំណត់ជាក់ស្ដែងហើយកន្លែងនេះគឺយើងសម្រាប់ចុចមកដើម្បីសម្រាប់កាលាណាមួយដែលវាមិនមានទិន្នន័យសោះទេយើងចុចលើហ្នឹងមកហើយចុចពាក្យថាអូខេណាចុចលើហ្នឹងមកចុចពាក្យថាអូខេគឺវានឹងកាលាដែលតេហ្នឹងវានឹងលុបអស់តែម្ដងចឹងយើងចាក់ចេញមកហើយមានមួយទៀតនៅតារាងមុខវិជ្ជាទាំង10ចុងឆ្នាំគេហៅថាសិទ្ធិបន្ទុកនោះណាបាទក្នុងនេះគឺបង្ហាញមកដោយស្វ័យប្រវត្តិតែម្ដងនៅពេលដែលលោកគ្រូអ្នកគ្រូបញ្ចូលបន្ទុកសម្រាប់ឆមាសទាំងពីរទាំងរួចរាល់បាទគឺវាបង្ហាញតាមចំនួនដែលគេចង់បានហ្នឹងហើយបង្ហាញតាមមុខវិជ្ជាក្នុងនេះគឺអូតូស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងសម្រាប់ប្រព័ន្ធគ្រប់គ្រងបន្ទុកសិស្សនិងអវត្តមានសិស្សសម្រាប់ថ្នាក់មធ្យមសិក្សានេះគឺមានមុខងារប៉ុណ្ណេះដែលយើងអាចប្រើប្រាស់បានពេញមួយឆ្នាំសិក្សាតែម្ដងបាទសូមអរគុណលោកគ្រូអ្នកគ្រូដូចជាបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូនេះបាទជួបខ្ញុំជាមួយនឹងវីដេអូលើក្រោយទៀតបាទ